ជំរាបសួរលោកគ្រូឧទ្ទេសក៏ដូចជាជំរាបសួរលោកគ្រូអ្នកគ្រូដែរនៅក្នុងថ្នាក់ទីទាំងអស់គ្នាខ្ញុំបាទឈ្មោះអេនសុប្រានមកពីក្រុងច្បារមនខេត្តកំពង់ស្ពឺហើយបច្ចុប្បន្នខ្ញុំបាទគឺជាគ្រូបង្រៀនព្រមព្រៀងស្ថិតនៅសាលាបឋមសិក្សាត្រពាំងក្រូចនៃស្រុកបាទីខេត្តតាកែវខ្ញុំបាទមកនេះដើម្បីធ្វើការសិក្សាស្វែងយល់ពីប្រធានបទស្ដីពីការវិតម្លៃក្នុងថ្នាក់រៀននិងតួនាទីការវិតម្លៃក្នុងការបង្រៀននិងរៀនលោកគ្រូអ្នកគ្រូទាំងអស់គ្នាពិតជាដឹងហើយថាការវិតម្លៃក្នុងថ្នាក់រៀននិងការវិតម្លៃក្នុងការបង្រៀនរបស់លោកគ្រូអ្នកគ្រូវាពិតជាសំខាន់ណាស់ហើយវាក៏ជាគោលបំណងដ៏ល្អសម្រាប់លោកគ្រូអ្នកគ្រូដើម្បីជួយពង្រឹងសមត្ថភាពសិស្សនិងជួយដល់វិធីសាស្ត្រស្រាវជ្រាវមួយចំនួនដល់លោកគ្រូអ្នកគ្រូដែលកំពុងតែខ្សោយក្នុងការសិក្សាស្រាវជ្រាវវិធីសាស្ត្របង្រៀនក្នុងនោះដែរការវិតម្លៃក្នុងថ្នាក់រៀនក៏ជាកត្តាដ៏សំខាន់សម្រាប់សម្រេចនិងជំរុញលើកទឹកចិត្តឲ្យសិស្សនិងគ្រូដើម្បីធ្វើការរួមគ្នាដើម្បីផ្ដល់ចំណេះដឹងដល់សិស្សឲ្យមានប្រសិទ្ធភាពនៅប្រទេសកម្ពុជាក្នុងនោះដែរក៏មានកត្តាមួយចំនួនដែលជះឥទ្ធិពលដល់ការវិតម្លៃការរៀននិងបង្រៀនរបស់លោកគ្រូអ្នកគ្រូផងដែរមានដូចជាអក្ខរកម្មផ្នែកវិន័យការប្រឡងថ្នាក់ជាតិគោលការណ៍អប់រំតាមប្រព័ន្ធស្តង់ដារគោលការណ៍ផ្សេងទាក់ទងនឹងការបង្រៀនតាមទ្រឹស្ដីបច្ចេកវិទ្យាបំណិនចំណេះដឹងនិងអរិយាប័ត្រសតវត្សទី21វាគឺជាកត្តាមួយដ៏សំខាន់សម្រាប់ការវាតម្លៃចំណេះដឹងទាំងអស់នេះហើយដែលជះឥទ្ធិពលដល់ការបង្រៀននិងរៀនរបស់លោកគ្រូអ្នកគ្រូទាំងដែលបច្ចុប្បន្នពិភពលោកត្រូវការទំនាក់ទំនងផ្អែកលើព័ត៌មានទំនាក់ទំនងបែបស៊ីជម្រៅដែលបញ្ញាគ្រឹះនៃខ្លឹមសារមេរៀនសំខាន់បំណិនពុទ្ធិដូចជាការដោះស្រាយបញ្ហាការសម្រេចចិត្តប្រកបដោយវិចារណញ្ញាណនិងការគិតប្រកបដោយនវានុវត្តន៍បំណិននិងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពវាគឺជាអ្វីដែលអន្តរជាតិត្រូវការហើយពិភពលោកត្រូវការព័ត៌មានទាំងអស់នេះដើម្បីទំនាក់ទំនងគ្នាប្រកបដោយប្រសិទ្ធភាពគោលការណ៍នៃការសិក្សាសង្គមនិងពុទ្ធិនិងការលើកទឹកចិត្តការស្រាវជ្រាវលើការសិក្សាការលើកទឹកចិត្តនិងការបង្រៀននិងរៀនគឺត្រូវតែមានដូចជាទ្រឹស្ដីពុទ្ធិមានការសិក្សាប្រកបដោយអត្ថន័យការមានវិន័យក្នុងខ្លួនការទទួលចំណេះដឹងតាមបែបសកម្មនេះហើយគឺជារឿងដ៏ល្អសម្រាប់លោកគ្រូអ្នកគ្រូដែលត្រូវកំណត់ឲ្យសិស្សានុសិស្សទាំងអស់ធ្វើការសិក្សាស្វែងសិក្សាដោយខ្លួនឯងដើម្បីទទួលបានភាពជោគជ័យដើម្បីឲ្យសិស្សានុសិស្សទទួលបានជោគជ័យក្នុងការសិក្សាលោកគ្រូអ្នកគ្រូក៏បីត្រូវមានធាតុផ្សំទាំងអស់ខាងលើនេះវាគឺជាសារៈសំខាន់ដ៏មានតម្លៃបំផុតសម្រាប់ពួកគេការស្វែងសិក្សាដោយខ្លួនឯងការលើកទឹកចិត្តវាគឺជារឿងមួយដ៏សំខាន់ដល់ចំណុចនេះគឺជាធាតុផ្សំដ៏សំខាន់ក្នុងការវិតម្លៃក្នុងថ្នាក់រៀនធាតុផ្សំសំខាន់នៅក្នុងការវិតម្លៃក្នុងថ្នាក់រៀនមានដូចជាការបង្កើនការសិក្សាដល់សិស្សការលើកទឹកចិត្តឲ្យសិស្សនិងបំណិនអរិយាប័ត្រសតវត្សទី21បន្ទាប់មកលោកគ្រូអ្នកគ្រូដាក់ពិន្ទុសិស្សតាមរយៈការប្រឡងការធ្វើតេស្តនិងតាមរយៈការដាក់ពិន្ទុផ្សេងរួចលោកគ្រូអ្នកគ្រូយកពិន្ទុទាំងអស់នោះឬក៏ឯកសារផ្សេងដែលទាក់ទងនឹងការប្រឡងនោះរាយការណ៍ពីពិន្ទុប្រាប់ទៅអាណាព្យាបាលដើម្បីអាណាព្យាបាលសិស្សបានដឹងពីលទ្ធផលនៃការសិក្សារបស់កូនពួកគេផ្ដល់ព័ត៌មានត្រឡប់រួចហើយលោកគ្រូអ្នកគ្រូគួរតែកែសម្រួលការបង្រៀនឲ្យប្រសើរឡើងមានន័យថាការបង្រៀនរបស់លោកគ្រូអ្នកគ្រូធ្វើឲ្យសិស្សកើនឡើងឬក៏សិស្សថយចុះបើលោកគ្រូអ្នកគ្រូធ្វើការបង្រៀនហើយកូនសិស្សមិនអាចធ្វើសំណួរឬក៏ការធ្វើតេស្តប្រឡងផ្សេងបានទេលោកគ្រូអ្នកគ្រូគួរតែកែសម្រួលវិធីសាស្ត្រផ្សេងដើម្បីឲ្យកូនសិស្សងាយស្រួលងាយយល់ងាយចាំនិងអាចធ្វើលំហាត់ទាំងអស់ឬសំណួរផ្សេងទាក់ទងនឹងមេរៀននៅក្នុងសៀវភៅសិក្សាគោលឬក៏សៀវភៅផ្សេងបានបន្ទាប់មកទៀតលោកគ្រូអ្នកគ្រូគួរវិនិច្ឆ័យចំណុចខ្លាំងចំណុចខ្សោយរបស់កូនសិស្សម្នាក់របស់លោកគ្រូអ្នកគ្រូនិងកំហុសឆ្គងពីការរៀនសូត្រផ្សេងហើយមួយទៀតលោកគ្រូអ្នកគ្រូគួរតែត្រួតពិនិត្យលើការខិតខំប្រឹងប្រែងរបស់សិស្សនិងការរីកចម្រើនរបស់ពួកគេមានន័យថាលោកគ្រូអ្នកគ្រូគួរសង្កេតមើលតើក្រោយពីការជូនដំណឹងទៅ
អាណែព្យាបាលលោកគ្រូអ្នកគ្រូបានកែសម្រួលការបង្រៀននិងរៀនរួចមកតើការខិតខំប្រឹងប្រែងរបស់ពួកគេធ្វើឲ្យមានការកើនឡើងដែរឬទេហើយលទ្ធផលចុងក្រោយរបស់ពួកគេបានជោគជ័យឬក៏មានការថយចុះជាចុងក្រោយបំផុតលោកគ្រូអ្នកគ្រូគួរចងក្រងឯកសារសិក្សានិងភស្តុតាងផ្សេងៗជាឯកសារដើម្បីរក្សាទុកបន្ទាប់ពីការវាស់វែងរួចមកលោកគ្រូអ្នកគ្រូគួរតែប្រើការប្រកាសឬការបកស្រាយលទ្ធផលការបកស្រាយលទ្ធផលដោយពឹងផ្អែកលើគុណភាពដែលយើងកំណត់នៅខាងលើមានដូចជាការកំណត់អត្តចរិតកិរិយាអាកប្បកិរិយាឬក៏ការអនុវត្តចំណេះដឹងរបស់សិស្សតើសិស្សម្នាក់ៗមានអាកប្បកិរិយាបែបណាហើយបើយើងដាក់ពិន្ទុឲ្យពួកគាត់ហើយយើងគួរតែបកស្រាយពួកគាត់ប្រាប់ពីអាកប្បកិរិយាចំណេះដឹងដែលពួកគាត់បានបំពេញនៅក្នុងបុរីតេស្តឬក៏ការកំណត់របស់ពួកយើងតើសិស្សម្នាក់មានអាកប្បកិរិយាបែបណាទើបជាសិស្សល្អសិស្សគំរូហើយត្រូវមានចំណេះដឹងបែបណាដើម្បីឲ្យក្លាយជាមនុស្សល្អនិងជាធនធានមនុស្សដ៏សំខាន់នៅក្នុងសង្គមក្នុងការវាយតម្លៃក្នុងថ្នាក់រៀននិងការសម្រេចចិត្តដាក់ពិន្ទុរបស់លោកគ្រូអ្នកគ្រូលោកគ្រូអ្នកគ្រូត្រូវត្រួតពិនិត្យដូចជាតើសិស្សមានសមត្ថភាពដល់កម្រិតណាដល់កំណត់របស់ក្រសួងអប់រំយុវជននិងកីឡាហើយឬនៅតើសិស្សានុសិស្សបានរៀនស្របតាមកម្មវិធីរបស់ក្រសួងអប់រំយុវជននិងកីឡាហើយឬនៅចំណែកឯចំណុចទី3លោកគ្រូអ្នកគ្រូត្រូវតែមានភាពយុត្តិធម៌សម្រាប់សិស្សានុសិស្សរបស់លោកគ្រូអ្នកគ្រូដូចជាការមិនប្រើអារម្មណ៍តខ្លួនការវាយតម្លៃតាមអារម្មណ៍របស់ចំណែកឯដំណាក់កាលទី4គឺភាពស្មើភាពគ្នាចំណុចនេះគឺសំខាន់ណាស់សម្រាប់សិស្សានុសិស្សអ្នកគ្រូលោកគ្រូត្រូវតែកំណត់ឲ្យមានភាពស្មើគ្នារវាងសិស្សម្នាក់ៗដូចជាការប្រឡងត្រូវអង្គុយតុម្នាក់មួយដើម្បីចែកដាច់ពីការចម្លងគ្នាដើម្បីឲ្យមានភាពស្មើគ្នាអ្នកចេះគឺជាប់អ្នកមិនចេះគឺធ្លាក់បន្ទាប់មកលោកគ្រូអ្នកគ្រូត្រូវតែប្រើការវិតម្លៃទៅតាមលក្ខណៈស្តង់ដារមិនអាចការវិតម្លៃតាមតែចិត្តឬក៏តាមតែអារម្មណ៍ឬក៏លោកគ្រូអ្នកគ្រូវិតម្លៃតាមការគិតចំណុចទី4ភាពស្មើភាពគ្នាលោកគ្រូអ្នកគ្រូពិតជាដឹងហើយការធ្វើឲ្យមានភាពស្មើភាពគ្នាវាគឺជារឿងសំខាន់សម្រាប់ការប្រឡងនិងការវិតម្លៃលោកគ្រូអ្នកគ្រូគួរតែប្រើស្តង់ដារដូចគ្នាដើម្បីឲ្យកូនសិស្សទទួលបានការប្រឡងឬក៏ការវិតម្លៃដូចគ្នាហើយមានភាពស្មើគ្នាជាមួយនឹងនោះដែរលោកគ្រូអ្នកគ្រូគួរតែប្រើតារាងវិតម្លៃរៀងរាល់លទ្ធផលម្ដងរៀងរាល់លទ្ធផលដូចគ្នាមានន័យថាសិស្សមួយគួរតែប្រើតារាងវិតម្លៃដូចគ្នាលោកគ្រូអ្នកគ្រូជួយធ្វើបែបនេះដើម្បីឲ្យមានការស្មើភាពគ្នារវាងសិស្សនិងសិស្សដូចគ្នាមានន័យថាការដែលធ្វើបែបនេះធ្វើឲ្យសិស្សដែលចេះគឺជាប់សិស្សដែលមិនចេះគឺមិនជាប់នេះគឺជាការធ្វើឲ្យមានភាពស្មើភាពគ្នាហើយវាក៏ជាចំណុចដ៏ល្អសម្រាប់ការបង្កើនចំណេះដឹងមួយហើយក៏លោកគ្រូអ្នកគ្រូគួរតែគិតពិចារណាលើការធ្វើបែបនេះដើម្បីឲ្យសិស្សយើងងាយនឹងទទួលបានលទ្ធផលល្អព្រោះថាបើគាត់មិនខំប្រឹងរៀនពីដំបូងឬក៏មិនខំសិក្សាតាំងពីដំបូងការប្រឡងឬការធ្វើតេស្តផ្សេងពួកគាត់មិនអាចចេះឬក៏មិនអាចធ្វើបានល្អក្នុងការកំណត់របស់តេស្តរបស់យើងបានទេសរុបជារួមមកវិញការវិតម្លៃក្នុងថ្នាក់រៀនគឺជាការធ្វើការវិតម្លៃមួយដ៏ល្អបំផុតសម្រាប់លោកគ្រូអ្នកគ្រូជួយកែលម្អផែនការបង្រៀនរបស់លោកគ្រូអ្នកគ្រូធ្វើឲ្យមានការបង្កើតសកម្មភាពថ្មីដើម្បីបំពេញវិធីសាស្ត្របង្រៀននិងបំពេញភាពខ្វះខាតដែលកន្លងមកនឹងជួយដល់សិស្សដែលមានបញ្ហាការរៀនខ្សោយឬក៏ការរៀនយឺតឲ្យពួកគាត់ខិតខំប្រឹងប្រែងរៀនសូត្រឬក៏លោកគ្រូអ្នកគ្រូជួយដាក់លំហាត់ឬក៏ជួយបង្រៀនបំពន់បន្ថែមដើម្បីឲ្យកូនសិស្សអាចរៀនចេះនិងធ្វើទៅតាមផែនការរបស់ក្រសួងអប់រំយុវជននិងកីឡាបានបន្ទាប់មកគឺការផ្ដល់ព័ត៌មានដល់មាតាបិតាការផ្ដល់ព័ត៌មានដល់មាតាបិតានេះគឺជារឿងដ៏ល្អសម្រាប់ពួកគេដោយសារតែមាតាបិតាគឺជាអ្នកបង្រៀនទី2បន្ទាប់ពីលោកគ្រូអ្នកគ្រូ
ដែលបានបង្រៀននៅសាលារួចហើយទៅផ្ទះវិញគឺមាតាបិតាត្រូវតែជួយបង្រៀនបន្ថែមដើម្បីបំពេញលើការខ្វះខាតរបស់លោកគ្រូអ្នកគ្រូដោយសារតែថ្នាក់មួយចំនួនមិនមានសិស្សដែលចេះស្មើគ្នាទេគឺតែងតែមានសិស្សខ្សោយសិស្សរៀនយឺតអញ្ចឹងលោកគ្រូអ្នកគ្រូគួរតែបញ្ជាក់លើការរៀនយឺតរបស់គាត់ជូនដំណឹងទៅអាណាព្យាបាលដើម្បីឲ្យអាណាព្យាបាលរបស់គាត់ជួយបង្រៀនកូនៗរបស់គាត់បន្ថែមដើម្បីឲ្យរៀនបានទាន់គេនិងទាន់តាមផែនការរបស់ក្រសួងអប់រំយុវជននិងកីឡាមួយវិញទៀតគឺការជួយកែលម្អគុណភាពថ្នាក់រៀនទាំងមូលមានន័យថានៅពេលដែលកូនសិស្សរៀនយឺតហើយអ្នកដែលរៀនយឺតនឹងខិតខំប្រឹងប្រែងរៀនហើយរៀនបានល្អកែសម្រួលអាកប្បកិរិយារបស់គាត់ឲ្យមកជាល្អវិញខិតខំរៀនសូត្រកែប្រែលើចំណុចខ្វះខាតទាំងអស់ហ្នឹងគឺថ្នាក់រៀនរបស់យើងពោពេញទៅដោយការខិតខំរៀនសូត្រហើយនឹងចង់រៀនសូត្រមិនអាចមានអ្នកណាម្នាក់ដែលបោះបង់ការរៀនសូត្រនោះទេជាចុងបញ្ចប់នៃវីដេអូនេះក៏សូមគោរពថ្លែងអំណរគុណដល់លោកគ្រូឧទ្ទេសដែលបានផ្ដល់ការងារនេះដើម្បីឲ្យខ្ញុំបាទធ្វើការបកស្រាយនេះជាចំណុចបញ្ចប់សូមគោរពអរគុណនិងគោរពលា